តាមក្រសួងមហាផ្ទៃកាលពីយប់ថ្ងៃទី7 ខែមករាឆ្នាំ 2026 ភាគីថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជាដោយក្នុងនោះនៅខេត្តពោធិ៍សាត់មាន2គ្រឿងនិងខេត្តព្រះវិហារមាន25គ្រឿងគូជំរាបថាសកម្មភាពនេះកើតឡើងចន្លោះពេលភាគីទាំងពីរត្រូវអនុវត្តបទឆុតបាញ់បន្ទាន់មួយដែលទើបចូលជាធរមានកាលពីថ្ងៃទី27 ខែធ្នូឆ្នាំ 2025 សម្រាប់ភាគីកម្ពុជាបានប្រកាសប្រកាន់ខ្ជាប់នូវការអនុវត្តបទឆុតបាញ់នេះ។